បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលនឹងកំពុងតែទស្សនាវីដេអូរបស់ខ្ញុំបាទសម្រាប់ថ្ងៃនេះដែរបាទគឺខ្ញុំបាទមានវីដេអូមួយដើម្បីចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើការទស្សនាអំពីសកម្មភាពរបស់ខ្ញុំបាទរួមនឹងក្រុមការងារធ្វើការហ្វឹកហាត់មេរៀនពលរដ្ឋអគ្គិភ័យបាទអញ្ចឹងបន្តទៅទៀតនេះសូមពុកម៉ែបងប្អូនទាំងអស់គ្នារីករាយទស្សនាវីដេអូរបស់ខ្ញុំបាទដូចតទៅបាទបើកក្បាលវីដេអូមកគឺពុកម៉ែបងប្អូនបានឃើញខ្ញុំបាទកំពុងតែរៀបចំខ្លួនបាទដើម្បីចេញទៅកន្លែងដែលយើងបានទុកឡានហើយយើងយកឡានរបស់យើងទៅទីតាំងដែលយើងបានណាត់គ្នាជាមួយនឹងក្រុមការងាររួចហើយយើងធ្វើការហ្វឹកហាត់មេរៀនពលរដ្ឋអគ្គិភ័យទាំងអស់គ្នាតែម្ដងបាទឥឡូវខ្ញុំបាទចេញមកពីកន្លែងដេកហើយក៏ចូលមកទិញលៀសហាមកកំប៉ុងបាយមកផ្អប់យកទុកហូបនៅកន្លែងវឹកហាត់ឡានមកព្រោះសារតែយើងមិនទាន់បានហូបបាយថ្ងៃត្រង់ទេបាទចឹងទិញយកទៅហូបនៅកន្លែងវឹកហាត់ឡានតែម្ដងបាទហើយនេះកំពុងតែចេញដំណើរពីផ្សារចាស់តើពុកម៉ែបងប្អូនបាទឥឡូវនេះខ្ញុំបាទបានមកដល់ទីតាំងកន្លែងចំណតឡានរបស់យើងហើយបាទអញ្ចឹងខ្ញុំបាទក៏មិនបង្អែបងប្អូនយូរដែរបាទមកដល់ហើយក៏បន្ទប់បន្តាប់ចេញដំណើរទៅទីតាំងកន្លែងដែលយើងបានណាត់គ្នាជាមួយនឹងក្រុមការងារតែប៉ុណ្ណោះបាទបាទឥឡូវនេះខ្ញុំបាទបានធ្វើដំណើរមកដល់ទីតាំងផ្លូវក្រវ៉ាត់ក្រុងបាទក្រវ៉ាត់ក្រុងឬក៏ផ្លូវស្តុបជន្លងពុកម៉ែបងប្អូនបាទហើយយើងកំពុងតែធ្វើដំណើរបន្តទៅកាន់ទីតាំងកន្លែងដែលយើងបានណាត់គ្នាជាមួយនឹងក្រុមការងាររបស់យើងបាទបាទឥឡូវនេះខ្ញុំបាទបានធ្វើដំណើរមកដល់នឹងទីតាំងកន្លែងដែលយើងបានណាត់គ្នាជាមួយនឹងក្រុមការងារហើយយើងឃើញថាមានក្រុមការងារយើងក៏បានមកអង្គុយចាំយើងខ្លះដែរបាទហើយខ្ញុំក៏នឹងរយែទុកឲ្យបានសមគួរបាទកុំឲ្យទៅបនបាទឥឡូវនេះខ្ញុំបាទបាននឹងរៀបចំរួចរាល់ហើយនៅនឹងឧបករណ៍សម្ភារៈដែលយើងត្រូវហ្វឹកហាត់បាទមានឡង់មានផ្នែកបំបែកមានទយោហើយមានចណើហើយមានពងពលរដ្ឋអគ្គិភ័យបាទហើយសម្រាប់ទីនេះដែរបាទគឺជាទីតាំងកន្លែងដែលពួកខ្ញុំបាទជាមួយនឹងក្រុមការងារបាទធ្វើការហ្វឹកហាត់មេរៀនពលរដ្ឋអគ្គិភ័យបាទដែលមានទីតាំងស្ថិតនៅដីឡូមួយកន្លែងបាទនៅក្រោយផ្សារលើបាទហើយនេះដែរគឺជាសម្ភារៈហើយឬក៏ជាឧបករណ៍ដែលយើងធ្វើការហ្វឹកហាត់ណាពុកម៉ែបងប្អូនណាមានបកគោស្លាកសញ្ញាមានកង់ឡានមានខ្សែអូសមានអីណាពុកម៉ែបងប្អូនបាទឥឡូវនេះយើងបានមកជួបជុំគ្នាមួយក្រុមការងារហើយខ្ញុំបាទក៏នឹងកំពុងតែធ្វើការបញ្យល់បង្ហាញទៅកាន់ក្រុមការងារទាំងអស់បាទអំពីរបៀបដែលយើងត្រូវធ្វើបាទហើយបន្តមកទៀតហើយក៏យើងធ្វើការកម្ដៅសាច់ដុំបាទដើម្បីកុំឲ្យពេលដែលយើងធ្វើចលនាទៅវាមានការឆ្លោះអីណាមួយដែលយើងមើលមិនឃើញណាពុកម៉ែបងប្អូនបាទហើយបន្ទាប់មកក៏ដល់វគ្គដែលខ្ញុំបាទតែនឹងត្រូវអនុវត្តមុនគេតែម្ដងបាទហើយសម្រាប់សកម្មភាពដែលខ្ញុំបាទហ្វឹកហាត់នេះគឺជាការហ្វឹកហាត់ផ្ដោតសំខាន់ទៅលើទី1ការប្រើប្រាស់ពេលវេលាទី2គឺការផ្ដោតទៅលើការប្រើប្រាស់សម្ភារៈឧបករណ៍របស់យើងបាទឲ្យបានត្រឹមត្រូវហើយនឹងបច្ចេកទេសក្នុងការបាញ់ហើយមួយទៀតគឺយើងផ្ដោតទៅលើកម្លាំងកាយសម្បទារបស់ក្រុមការងាររបស់យើងបាទ
បាទហើយសម្រាប់ការវឹកហាត់នេះដែរបាទគឺយើងបានបែងចែកជា3វិញ្ញាសាបាទវិញ្ញាសាទី1គឺយើងផ្ដោតទៅលើការភ្ជាប់ទយោផ្នែកបំបែកជាមួយនឹងក្បាលឡង់ហើយយើងបាញ់ផ្ដួលទៅលើផ្លាកសញ្ញាដែលផ្លាកសញ្ញានោះយើងកំណត់ថាជាភ្លើងបាទកាលណាយើងបាញ់វាផ្ដួលទាំង3ផ្លាកសញ្ញាបានន័យថាយើងបានផលិតភ្លើងនោះបានជោគជ័យហើយបាទហើយយើងអត់បានដុតភ្លើងពិតទេបាទគឺយើងយកផ្លាកសញ្ញានេះកំណត់ជាភ្លើងវិញបាទស្រួលជាងបាទហើយសម្រាប់ការបាញ់នេះដែរបាទគឺខ្ញុំប្រើកាយវិការអង្គុយបាទលុតជង្គង់បាទគឺវាងាយស្រួលបាទអានេះខ្ញុំប្រើធ្វើកាយវិការគេតម្លើងទឹកបាទហើយខ្ញុំចាប់ដាំបាញ់បាទទៅលើផ្លាកសញ្ញាបាទឃើញថាវាអត់ដួលទេអញ្ចឹងចោះខ្ញុំធ្វើការរំកិលខិតទៅមុខតិចបាទដើម្បីឲ្យគៀកងាយស្នុកបាញ់វាដួលបាទបាទឥឡូវនេះខ្ញុំបានបញ្ចប់វិញ្ញាសាទី1ហើយបាទគឺវិញ្ញាសាការភ្ជាប់ទយោបាញ់ផ្ដួលផ្លាកសញ្ញាបាទហើយចូលដល់វិញ្ញាសាទី2គឺយើងផ្ដោតទៅលើការប្រើកម្លាំងពលកម្មឬក៏កាយសម្បទារបស់ក្រុមការងាររបស់យើងបាទគឺយើងមានលីចនើហើយនឹងរមៀលកង់ឡានបាទតើតោក្នុងលើកក្រោយបាទបន្ទាប់មកទៀតយើងរមៀលកង់ឡានរួចក៏យើងធ្វើការលីចនើត្រឡប់ទៅទីតាំងដើមរបស់យើងវិញបាទហើយយើងបញ្ចប់នៅវិញ្ញាសាទី2យើងចូលដល់វិញ្ញាសាទី3បាទគឺយើងយួរពំពងផលិតអគ្គិភ័យបាទពីទីតាំងទី1មកដល់ទីតាំងទី2ដែលគេបានកំណត់បន្ទាប់មកយើងរត់មកអូសកង់ឡានបាទអូសកង់ឡានពីទីតាំងទី1មកដល់ទីតាំងទី2ទម្លាក់កង់ឡានរួចយើងរត់ទៅយួរពំពងផលិតអគ្គិភ័យត្រឡប់ទៅទីតាំងដើមវិញហើយលើកដៃជាសញ្ញាផ្ដល់ថាយើងបានចប់រួចរាល់ហើយបាទបាទបន្ទាប់ពីយើងបានធ្វើការវឹកហាត់រួចរាល់ហើយឥឡូវនេះដល់ពេលវេលាដែលយើងត្រូវយកឡានយើងទៅដាក់ទឹកបំពេញបន្ថែមបាទព្រោះឡានរបស់យើងបានប្រើប្រាស់ទឹកអស់ខ្លះចឹងទៅយើងមិនអាចទុកវាទឹកត្រឹមពាក់កណាទេបាទត្រូវតែយកទៅដាក់បំពេញបន្ថែមឲ្យបានពេញតំណងបាទដើម្បីយើងត្រៀមខ្លួនជាស្រេចក្នុងហេតុការណ៍ណាមួយដែលកើតមានគីភ័យគឺយើងមានឡានរបស់យើងគឺមានទឹកពេញនៅក្នុងឡានតែម្ដងបាទសុំផ្លូវមួយងល់ហើយសុំផ្លូវមួយបាទហើយនេះគឺជាទីតាំងដែលខ្ញុំបានដាក់ទឹកបាទគឺស្ថិតនៅនឹងផ្លូវចំពោះជ្រូកកាណាឌីយ៉ាបាទបាទហើយនេះគឺជារបៀបដែលពួកខ្ញុំធ្វើការបញ្ចូលទឹកទៅក្នុងរថយន្តពលិតអគ្គិភ័យបាទគឺយើងភ្ជាប់ជាមួយនឹងយោហើយយើងដោតជាមួយនឹងបង្គោលដែលយើងប្រើប្រាស់សម្រាប់បញ្ចូលទឹកទៅក្នុងរថយន្តផលិតអគ្គិភ័យបាទហើយយើងធ្វើការមូលបើកនៅវ៉ានរបស់វាសិនបាទហើយយើងមូលបើកទឹកមើលតើទឹកនៅល្អអត់បាទkalauទឹកយើងខានបើកយូរវាអាចនឹងមានល្អក់ទឹកល្អក់ណាពុកម៉ែបងប្អូនបាទតទៅពីយើងឃើញថាវានៅល្អហើយក៏យើងមូលវាបើកតែម្ដងមកបាទតបមកយើងឡើងមកមើលនៅខាងលើបាទតើវាបៀតពេញហើយនៅបាទព្រោះដោយសារទឹកយើងប្រើប្រាស់អស់តិចដែរទេបាទអញ្ចឹងកាន់តែយើងពំពេញបន្ថែមអញ្ចឹងវាអាចនឹងឆាប់ពេញបាទឥឡូវនេះទឹករបស់យើងបានពេញហើយបាទអញ្ចឹងយើងបានវាបេះទៅតែម្ដងទៅបាទហើយក៏យើងបានរួចរាល់ជាស្ថាពរដែរបាទគឺយើងរៀបចំសម្ភារៈរបស់យើងមូលទៅយកមកឲ្យទុកវិញទៅហើយក៏យើងធ្វើការវិលត្រឡប់ទៅកន្លែងដែលយើងត្រូវយកឡានទៅទុកវិញបាទ
ខ្ញុំបាទបានធ្វើដំណើរវិលត្រឡប់ពីកន្លែងដែលយើងបានដាក់ទឹកមកដល់នឹងទីតាំងកន្លែងចំណតឡានយើងវិញហើយបាទបងប្អូនបាទអញ្ចឹងយើងក៏អស់អ្វីដែលយើងត្រូវបង្ហាញចែកជូនពុកម៉ែបងប្អូនទស្សនាទៀតដែរបាទអញ្ចឹងមានថាសូមអរគុណទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតមកដល់ទីបញ្ចប់បាទសូមអរគុណហើយក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យជួបតែនូវសេចក្តីសុខទាំងអស់គ្នាបាទសូមអរគុណបាទហើយជាចុងក្រោយក៏កុំភ្លេចជួយ like និង share វីដេអូរបស់ខ្ញុំបាទទាំងអស់គ្នាបាទហើយដើម្បីឲ្យខ្ញុំបាទមានកម្លាំងចិត្តធ្វើវីដេអូបន្ថែមតទៅមុខទៀតបាទបាទឥឡូវនេះឡានរបស់យើងបានមកដល់ទីតាំងកន្លែងចំណតរបស់យើងវិញហើយបងប្អូនបាទហើយខ្ញុំក៏អស់វីដេអូដែលត្រូវបង្ហាញជូនពុកម៉ែបងប្អូនទៀតដែរហើយមានចុងក្រោយនេះគឺមានតែសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតមកដល់ទីបញ្ចប់នេះបាទសូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាសុខភាពល្អរកទទួលមានបានហើយនឹងជួបប្រទះតែរឿងដែលល្អបាទសូមអរគុណបងប្អូនទាំងអស់គ្នាបាទ